បាទអញ្ញត្តិគ្រប់នឹងជម្រាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកចែករំលែកបទពិសោធន៍ថ្មីជាមួយនឹងតំបន់កំសាន្តមួយដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ហើយល្អមែនទែននៅក្នុងតំបន់រមណីយដ្ឋានមួយនេះគឺស្រួលក្នុងការធ្វើដំណើរមែនទែនហើយបច្ចុប្បន្ននេះបាទផ្លូវនេះពីមុនធ្លាប់តែមានដីខ្សាច់ដីក្រហមតែឥឡូវនេះរដ្ឋាភិបាលក៏ដូចជាសហគមន៍នៅក្នុងតំបន់នេះក៏បានរៀបចំបាទផ្លូវនេះស្អាតមែនទែនគឺទៅជាបច្ចាកស៊ូអស់ហើយបងប្អូនអរគ្នាហើយរមណីយដ្ឋានមួយនេះអ្នកដែលនៅខេត្តពោធិ៍សាត់បាត់ដំបងឬក៏កំពង់ឆ្នាំងបាទស្គាល់ច្បាស់ណាស់បងប្អូនអរគ្នាហើយមិនត្រឹមតែប៉ុណ្ណោះទេនៅក្នុងរមណីយដ្ឋានមួយនេះគឺមានការរៀបចំបាទសណ្ដាប់ធ្នាប់ក៏ដូចជាអនាម័យបានល្អមែនទែនសម្រាប់ឆ្នាំ2025នេះបាទអាប់ដេតឡើងស្អាតមែនទែនបងប្អូនដែលមានបំណងចង់ទៅលេងគឺអត់ពិបាកក្នុងការធ្វើដំណើរដូចរាល់ឆ្នាំមកទេបងប្អូនទាំងអស់គ្នាហើយអញ្ចឹងខ្ញុំមកប្រាប់ឈ្មោះអំពីរមណីយដ្ឋានមួយនេះរមណីយដ្ឋានមួយនេះគឺមានឈ្មោះថារមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងដែលមានទីតាំងស្ថិតនៅក្នុងស្រុកក្រគរបាទនៅក្នុងខេត្តពោធិ៍សាត់យើងនឹងតែម្ដងបងប្អូនទាំងអស់គ្នាបងប្អូនចេញពីស្រុកក្រគរមកឡើងមកបណ្ណក់បាទឡើងមកបណ្ណក់មកយើងបុកមកលើបន្តិចមកគឺដល់ហើយបងប្អូនទាំងអស់គ្នាបាទរមណីយដ្ឋានមួយនេះគឺល្អហើយស្អាតហើយមិនត្រឹមតែប៉ុណ្ណោះទេនៅក្នុងខេត្តពោធិ៍សាត់ឥឡូវនេះគេបានដាក់ពាក្យស្លោកមួយទៅកាន់មេភូមិមេឃុំដូចជាចៅហ្វាយស្រុកបាទមានចៅហ្វាយស្រុកគឺគ្មានសម្រាមបាទមានសហប្រធានសហគមន៍គឺគ្មានសម្រាមបាទល្អមែនតើពាក្យស្លោកមួយនេះអាចធ្វើឲ្យតំបន់រមណីយដ្ឋានក៏ដូចជាតំបន់ទេសចរឬក៏តំបន់នៅតាមលំនៅឋានបងប្អូននោះគឺពិតជាមានភាពស្រស់ស្អាតបាទពេលជាក់ស្ដែងខ្ញុំបានទៅដល់រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងនេះឥឡូវនេះគឺអាប់ដេតស្អាតមែនទែនបាទបងប្អូនក៏លេចមើលបាទទិដ្ឋភាពជុំវិញផ្លូវដែលខ្ញុំកំពុងតែដើរទៅនេះគឺបានរៀបចំបានស្អាតជាងមុនឆ្ងាយបងប្អូនតាំងពីខ្លោងទ្វារឡើងបាទខ្លោងទ្វារនេះគឺទើបតែរៀបចំហើយស្អាតមែនទែនហើយយើងក៏លេចទៅមើលកន្លែងលក់ដូរដែលបងប្អូនយើងពីមុនធ្លាប់តែលក់ដូរនៅតាមច្រកផ្លូវចូលនេះចំពីមុខនោះទៅក្នុងហ្នឹងគឺកន្លែងហ្នឹងគឺមានការលក់ដូរហូរហែតែឥឡូវនេះគេបានអាប់ដេតសហគមន៍បានរៀបចំនិងអាប់ដេតថ្មីគឺអាចឲ្យពួកគាត់មកលក់នៅចំហៀងនៅខាងមុខបើយើងចូលពីផ្លូវទៅគឺឃើញថានៅខាងស្ដាំដៃនេះក៏បានរៀបចំជាតូបបែបនេះបងប្អូនទាំងអស់គ្នាបាទគេរៀបចំជាតូបបែបនេះគឺគេថាមានសុផានភាពមែនទែនហើយបង្កនូវភាពស្រស់ស្អាតមែនទែនសម្រាប់អ្នកដែលគាត់ចូលទៅគឺអត់មានភាពរញ៉េរញ៉ៃទៅដល់ច្រកចូលទៅលេងទឹកធ្លាក់ទេនេះសុទ្ធតែជាសកម្មភាពបងប្អូនយើងដែលគាត់បានទៅលេងនៅថ្ងៃឈប់សម្រាកខ្ញុំទៅថ្ងៃនេះគឺអត់សូវមានមនុស្សទៅច្រើនទេដោយសារជាថ្ងៃដែលបន្ទាប់ពីថ្ងៃត្រូវទៅធ្វើការវិញអញ្ចឹងកាលបើសិនជាថ្ងៃចំថ្ងៃសៅរ៍ឬក៏ថ្ងៃអាទិត្យឬក៏ថ្ងៃចំបុណ្យទានធំគឺមនុស្សច្រើនមែនទែនរហូតទៅដល់រាប់ពាន់នាក់រមណីយដ្ឋានមួយនេះគេអាចផ្ទុកមនុស្សបានរហូតទៅដល់ 10000 នាក់បងប្អូនអរគ្នាបាទធំមែនទែនសម្រាប់រមណីយដ្ឋានមួយនេះហើយល្អមែនទែនហើយសម្រាប់បងប្អូនដែលចង់ទៅលេងហើយកុំមានបំណងថាខ្លាចអត់មានអីញ៉ាំបាទកុំបារម្ភបាទនៅនេះគឺសម្បូរមែនទែនបាទមានតាំងពីដលងឈឹងអញ្ចឹងទៅបាទមានម្ហូបអាហារបាយសម្លគឺមេជូរអីគឺមានសពគ្រប់បងប្អូនទាំងអស់គ្នាបាទនេះជាសកម្មភាពបងប្អូនយើងដែលគាត់ឃើញទិដ្ឋភាពស្អាតគាត់ក៏ចាប់ផ្ដើមថតដូចគ្នាហើយមួយទៀតសម្រាប់បងប្អូនខ្មែរអ៊ីស្លាមដែលគាត់មានបំណងចង់ទៅលេងខ្លាចអត់មានអីញ៉ាំបាទកុំបារម្ភនៅកន្លែងនេះក៏មានបងប្អូនខ្មែរអ៊ីស្លាមយើងក៏គាត់បានជាអ្នកលក់បាទផ្ទាល់ដែរអញ្ចឹងនេះជាសុវត្ថិភាពសម្រាប់បងប្អូនខ្មែរអ៊ីស្លាមដែលបានទៅលេងនៅទឹកធ្លាក់ច្រកល្អៀងបាទជាក់ស្ដែងខ្ញុំក៏បានទិញពួកគាត់ដែរហើយមកហូបពួកគាត់ឆ្ងាញ់មែនទែនបាទបងប្អូនអរគ្នានេះវាមានតាំងពីបងអែមឡើងបងប្អូនបាទអញ្ចឹងទិដ្ឋភាពនេះគឺស្អាតបាទឥឡូវនេះគេបានរៀបចំល្អមែនទែនតាំងពីទឹកអីហើយសួរតែต้องតម្លៃវិញយ៉ាងម៉េចដែរបងប្អូនបាទបើនិយាយពីតម្លៃវិញគឺតម្លៃសមរម្យល្មមដែលយើងអាចទៅញ៉ាំបានបាទលក្ខណៈជាគ្រួសារហើយយើងក៏លេខមកដល់ទឹកធ្លាក់វិញបាទខ្ញុំអត់បានថតច្រកចូលមកទេគឺខ្ញុំដាក់នៅកន្លែងទឹកធ្លាក់នេះតែម្ដងហើយ
បើយើងក៏លេខមកមើលទឹកធ្លាក់វិញឥឡូវនេះគឺមិនសូវជាស្អាតប្រហែលទេដោយសារមុនថ្ងៃខ្ញុំទៅមួយថ្ងៃគឺមានភ្លៀងធ្លាក់ខ្លាំងអញ្ចឹងហើយទស្សនវិជ្ជានៃការទឹកគឺមិនថ្លាទេបងប្អូនបាទវារៀងល្អក់បន្តិចប៉ុន្តែយើងអាចលេងបានតំបន់នេះគឺនៅពេលដែលយើងចូលទៅឃើញថាមានភាព relax ច្រើនមែនទែនហើយគេបានអាប់ដេតឥឡូវមានសម្រាមដូចពីមុនទៀតហើយបងប្អូនបាទសម្រាមអីគឺអត់ឲ្យមានទេហើយយើងទៅលេងកន្លែងនេះខែនេះយើងរៀងប្រុងប្រយ័ត្នបន្តិចពីព្រោះថានៅក្នុងតំបន់នេះទឹករៀងជ្រៅប៉ុន្តែគេបានដាក់សញ្ញាហាមឃាត់ក៏ដូចជាដាក់ខ្សែដើម្បីជួយណាទៅដល់អ្នកដែលមានបញ្ហាបាទហើយគេក៏មានពជាការពារក៏ដូចជាសហគមន៍នៅក្នុងតំបន់ហ្នឹងចាំជួយណារាល់មានបញ្ហានានាផ្សេងៗបាទខ្ញុំទៅម្ដងនេះគឺទស្សនវិជ្ជាគឺស្អាតខ្លាំងបងប្អូនយើងគាត់បានទៅអង្គុយញ៉ាំអីនៅលើថ្មអញ្ចឹងទៅថតទស្សនវិជ្ជាស្អាតគឺល្អមែនទែនបាទអត់មានសម្រាមទេគឺស្អាតខ្លាំងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានបំណងចង់ទៅលេងអាចទៅលេងបាននៅក្នុងរដូវកាលនេះគឺទស្សនវិជ្ជាស្អាតតាំងពីដងផ្លូវឡើងបងប្អូនបាទគឺផ្លូវគឺស្អាតអញ្ចឹងយើងមើលទស្សនវិជ្ជាមកខាងក្នុងបាទផ្លូវគឺបែបនេះឯងបាទវាបែបលក្ខណៈយើងដើរ off road ណាបងប្អូនបាទមានថ្មមានអីចឹងទៅវាជាភាពតាក់ទាញមួយដែលធ្វើឲ្យយើងមាន relax បានបងប្អូនអរគ្នាបាទថ្មអញ្ចឹងទៅគឺមើលទៅគឺ relax បាទឃើញបងប្អូនយើងក៏កំពុងតែអង្គុយញ៉ាំអីនៅមាត់ទឹកចឹងទៅបាទហើយរាល់ការញ៉ាំទាំងអស់គឺមិនអនុញ្ញាតឲ្យចោលសម្រាមពីវាលពីកាលទេគឺនៅពេលដែលពួកគាត់ញ៉ាំហើយក៏ពួកគាត់ខ្ចប់យកទៅដាក់នៅតាមធុងសម្រាមបាទអត់ឲ្យរាយប៉ាយទេបងប្អូនអរគ្នាបាទហើយផ្លូវដែលត្រូវដើរទៅលើឆ្ងាយយើងគិតជាចម្ងាយផ្លូវដែលឡើងទៅខាងលើគឺមានចម្ងាយរហូតដល់ជាង1គីឡូចូល2គីឡូមកយើងដើរទៅលើដល់លើតែខ្ញុំមិនបានដើរទៅដល់លើទេបងប្អូនបាទខ្ញុំដើរបានប្រហែលជា5-600ម៉ែត្រទេពីព្រោះថាទៅលើទីរៀងឆ្ងាយហើយទឹកធ្លាក់បែបនេះឯងបងប្អូនបាទមានបងប្អូនយើងមកលេងច្រើនតែថ្ងៃនេះខ្ញុំទៅមិនសូវជាមានទេព្រោះថ្ងៃឈប់សម្រាកដែរប៉ុន្តែស្អែកគេត្រូវធ្វើការអញ្ចឹងគេអត់សូវមកទេនេះមើលបងយើងឬលោកពូលីមីងក៏បានថតរូបទុកជាអនុស្សាវរីយ៍នៅពេលដែលគាត់បានមកលេងនៅដល់ទឹកធ្លាក់របស់យើងច្រកល្អៀងអធិស្ឋានបាទទឹកធ្លាក់ច្រកល្អៀងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានបំណងចង់ទៅលេងទឹកធ្លាក់ច្រកល្អៀងបងប្អូនទាំងអស់គ្នាអាចទៅលេងបានរដូវកាលនេះគឺជារដូវកាលមួយដែលស្អាតហើយមួយទៀតតកតងនឹងកញ្ចុះបាទបងប្អូនកុំបារម្ភណានៅនេះគេមានកញ្ចុះស្អាតមែនទែនហើយគេមានកន្លែងទឹករាក់ទឹកជ្រៅបាទទឹករាក់អញ្ចឹងយើងអាចឲ្យក្មេងៗគាត់លេងបានបងប្អូនទាំងអស់គ្នាបាទនេះដូចជាបងប្អូនក្មួយដែលកំពុងតែលេងនេះម៉ាក់ប៉ាគាត់កំពុងតែនៅលើកញ្ចុះធម្មតាទៅហើយកូនពួកគាត់អាចលេងកំសាន្តបាននេះបាទក្មេងៗនេះទឹករាក់អីអញ្ចឹងបងប្អូនអាចនាំកូនក្មួយឬក៏ចៅអាចទៅលេងកំសាន្តបានអត់អីទេព្រោះនៅក្នុងនេះខែហ្នឹងក៏មិនទាន់ជាមានទឹកជ្រៅប្រហែលដែរអញ្ចឹងបងប្អូនអាចនាំពួកគាត់ទៅលេងដើម្បី relax បានបងប្អូនទាំងគ្នាបាទអញ្ចឹងតើតើនៅវីដេអូនេះខ្ញុំមានប៉ុណ្នេះហើយក៏ជូនពរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យជួបតែសុខសុវត្ថិភាពនិងរកទទួលទានមានបានអរគុណជួបគ្នានៅវីដេអូក្រោយ